ហាត់ទី31គេឲ្យគណនាអង្គតង់ស៊ីតេចរន្តដោយប្រធានគេប្រាប់មកអង្គដូចតង់ 0.02 ហើយគេប្រាប់ថាពណ៌អេឡិចត្រូម៉ាញ៉េទិក ER ស្មើនឹង 0.5 អ៊ំស៊ូដើម្បីគណនាអង្គតង់ស៊ីតេចរន្តបានគេត្រូវប្រើតាមរូបមន្ត ER ស្មើ1លើ2 L E gray ដោយសារតែយើងបំរាប់គេឲ្យមកប៉ុណ្ណឹងវាដូចគ្នាអញ្ចឹងយើងទាញរកតាមនឹងដោយ E gray នេះយើងទុកវានៅនឹងហើយយើងបោះប៉ុណ្នេះមកខាងអងខាងនេះមកហើយយើងបាន E gray ស្មើនឹង2 L លើ L ហើយដើម្បីប្រវត្តិ gray នៅ E នេះយើងត្រូវពពាក់ឬអញ្ចឹងយើងបានប៉ុណ្នេះ E ស្មើនឹងឬ gray 2 L នៅលើ L ដោយប្រធានគេប្រាប់មក L ស្មើនឹង 0.5 ស៊ូអញ្ចឹងយើងប្របែកខ្នាតគុណនឹង10សេគុណដល់3ហើយ L គេឲ្យមក 0.02 ដូចនេះយើងគណនាធម្មតាមកហើយចេញពីរឹសបានប៉ុណ្នេះដូចនេះអង្គតង់ស៊ីតេចរន្តស្មើនឹង 0.22 អាំពែ